មកទីនេះហើយអ្វីដែល Twitter សរសើរគាត់មិនដាច់ពីមាត់នឹងគឺថាគាត់ជប់ចេញតែម្ដងគាត់និយាយថាឲ្យតែមហូបខ្មែរគឺថាកំងអីចេញនឹងមិនថាមកជូរគ្រឿងទាក្រាក់ទាឆាក្តៅឬមួយក៏ទាកប៉ាអាំងគ្រឿងអីទេហើយបើថាអន្ទង់គាត់វិញគឺថា the best តែម្ដងអត់មានឆ្អាបទេណាមើលផ្លែតស្មានតែនៅតាមខេត្តតាមពិតនៅសែនសុកនឹងទេបងម៉ែបងប្អូនហាងតាព្រំគឺល្បីមែនតើពាក់ព័ន្ធទៅនឹងលក្ខណៈថាមកជួគ្រឿងទាឆាក្តៅទាឬមួយក៏ទាអាំងអីចឹងណាហើយបើថាម៉ោងបាយមិនតាន់ទេគឺថាភ្ញៀវរបស់គាត់មកពេញណែនតែម្ដងជាពិសេសគឺថាបងប្អូន CO អីហ្នឹងគឺពេញនិយមមកទីនេះណាហើយល្បីខ្លាំងគឺទៅលើទាកប៉ាអាំងរបស់គាត់តែម្ដង Twitter នៅពេលដែលញ៉ាំហើយគឺទៅសាកសួរពីតិចនិចដោយសារតែគាត់អាំងមកគឺថាចូលជាតិស្រស់ខ្លាញ់ល្អមែនតើដោយសារតែគាត់មានតិចនិចនៅក្នុងការប្រឡាក់ឲ្យអាំងក្រៀមល្អណាជាពិសេសអាទាកប៉ាដែលគាត់យកមកអាំងនឹងគឺថាពេញឆ្ងាញ់គឺអា3គីឡូអាមួយ3គីឡូនឹងពេញឆ្ងាញ់តែម្ដងបងប្អូនហើយសាច់វាមិនផុយពេកមិនស្វិតពេកទេគឺថាគាត់មានតិចនិចធ្វើមកល្មមហើយបើថាសម្លទឹកវិញបងប្អូនចង់មកជូរគ្រឿងមកជូរក្រែអីគឺថាអូខេគាត់ជូនតាមសំណុំពោគាត់ប្រាប់ថាឲ្យតាមម្ហូបខ្មែរនៅទីនេះគឺថាមានជាង30មុខណាហើយសម្រាប់មកជូរគ្រឿងមានក្រងដាក់ជាមួយនឹងស្លឹកលក្ខណៈថាស្លឹកត្រួយមកកាគឺថាកាន់តែចូលជាតិវាជូរជ្រះល្អណាហើយបើថាឆាក្តៅគ្រឿងក្នុងក៏មានឆាក្តៅទាក៏មានឆាកែបក៏មានតុងក៏មានដែរបងប្អូនបើនិយាយទៅមកទីនេះពុកម៉ែបងប្អូនយើងនិយមមកញ៉ាំជាប្រភេទអាហារថ្ងៃត្រង់ប៉ុន្តែបើសិនជាយើងចង់ញ៉ាំវិចខ្ចប់អីគាត់ក៏មានដែរអាខ្ចប់នឹងមានទាំងឆ្អិនមានទាំងឆៅយើងអាចយកទៅចម្អិនខ្លួនឯងក៏បានឬមួយក៏ឲ្យគាត់ចម្អិនឲ្យស្រាប់ក៏បានដែរហើយក្រៅពីគ្រឿងឆាគ្រឿងសម្លទឹករបស់គាត់ហ្នឹងអ្វីដែលពិសេសខ្លាំងនេះជាប្រភេទក្តាមជ្រក់របស់គាត់នេះពុកម៉ែបងប្អូនគាត់ជ្រើសរើសក្តាមស្រែហើយមានខួរឡើងលឿងឡើងខ្ទិះមែនតើណាពុកម៉ែបងប្អូន the best ប្រចាំហាងអីនិយាយទៅកន្លែងនេះគឺថាទាអាំងក៏ដូចជាក្តាមនឹងគឺប្រចាំហ្មងពុកម៉ែបងប្អូនហើយសម្រាប់អាហារយើងនៅទីនេះគឺថាហៅច្រើនមុខដែរដោយសារទាមួយគាត់ឆ្នៃបានច្រើនមុខក៏ចន្លោះពី2ទៅ3មុខក៏ឲ្យវាមានតាមគីឡូអញ្ចឹងណាហើយសម្រាប់តម្លៃពុកម៉ែបងប្អូនទៅលំអិតនៅចុងវីដេអូព្រោះថាបងប្រុសគាត់លំអិតមែនតើហើយខាងនេះគឺជាប្រភេទអន្ទង់អបតយងចេកនេះគឺថាគាត់ធ្វើមកល្មមឆ្ងាញ់អត់មានឆ្អាបទេដាក់ជាមួយនឹងទឹកត្រីអំពិលទុំម្ទេសហឹលមកគឺថាជាតិមែនតើ Twister ទៅនេះគឺទៅជាមួយនឹងFreshie គូលេណាពុកម៉ែបងប្អូនដាក់ Freshie ទៅគឺថាកាន់តែស្រស់ស្រាយព្រោះថាផលិតចេញពីផ្លែគូលែនពិត 100% តែម្ដងហើយនេះចូលមកដល់តួឯកប្រចាំហាងគាត់ឯងគឺជាប្រភេទទាអាំងនឹងដោយដែលពុកម៉ែបងប្អូនបានដឹងអញ្ចឹងនិយាយទៅទាអាំងតើតែមានតិចនិចនៅក្នុងការធ្វើបានឆ្ងាញ់ហើយខាងនេះវិញគឺជាប្រភេទង៉ាំងើពុកម៉ែបងប្អូនទាគាត់ឆាជាមួយនឹងង៉ាំងើបើនិយាយទៅថ្ងៃនេះយើងទៅហៅច្រើនមុខដែរពុកម៉ែបងប្អូនដោយសារតែនៅកន្លែងគាត់សិតតែឆ្ងាញ់ដល់ពេលអញ្ចឹងបើយើងជ្រុលមកហើយគឺថាហៅឲ្យច្រើនមុខទៅហើយកាន់តែពិសេសគាត់ក៏មានទទួលធ្វើគោដុតប៉ប៉ែឬមួយក៏ជៀមអាំងនៅដល់កន្លែងកម្មវិធីជប់លៀងខួបកំណត់អីដែរលក្ខណៈថាយើងខ្ជិលធ្វើម្ហូបពេលមានកម្មវិធីអញ្ចឹងអាចកំងគាត់ដើម្បីឲ្យគាត់ទៅចម្អិនដល់ទីតាំងហើយនេះគឺជាអីវ៉ាន់ដែលភ្ញៀវកំងឲ្យគាត់វិចខ្ចប់អញ្ចឹងណាមានម្ហូបមានឆាមានសឡទឹកមានអាំងអីទៅតាមនឹងអានេះគេយកទៅចម្អិនខ្លួនឯងអានេះចម្អិនស្រាប់អីអញ្ចឹងណាហើយសម្រាប់ទានិងតម្លៃគឺគេមានទៅតាមគីឡូបាទអូនទានេះ2គីឡូសម្រាប់ធ្វើ2មុខ 60000 3មុខ 70000 បាទអូននេះសម្រាប់ទា3គីឡូធ្វើ2មុខ 80000 និង3មុខ 90000 អូនបាទ4គីឡូអូន4គីឡូយើងធ្វើ2មុខ 100,000 3មុខ 110,000 អូនបាទ